ស្លឆាប់ឆាយម្ដងហើយស្លឆាប់ឆាយថ្ងៃហ្នឹងបន្លែខ្ញុំដាក់តែ3មុខទេបងប្អូនមានថៃថាវការ៉ុតស្ពៃចង្កឹះហើយស្លជាមួយសាច់មាន់គ្រឿងឆាប់ឆាយយើងមានស្បែកជ្រូកពូសដែកផ្សិតខ្មៅនិងត្រចៀករដុលពេលនេះគ្រឿងស្លឆាប់ឆាយរបស់ខ្ញុំរៀបចំរួចរាល់អស់ហើយបងប្អូនហើយបន្លែយើងដាក់តែ3មុខនឹងទេដោយសារខ្ញុំអត់សូវចូលចិត្តបន្លែញ៉ៃទេឥឡូវនេះតើមើលខ្ញុំស្លទាំងអស់គ្នាជាដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅសិនហើយយើងបំពងខ្ទឹមនិងកូនខ្ទឹមបំពងខ្ទឹមយើងឲ្យឡើងក្រហមសិនបងប្អូនដើម្បីឲ្យទឹកស្លរបស់យើងឈ្ងុយហើយយើងដាក់ទឹកត្រីស្ករត្នោតតោះមកយើងដាក់សាច់មាន់ចូលដាក់ម្រេចបន្តិចប៊ីចេងដាក់សាច់ខ្មៅជាដុលស្បែកជ្រូកស្ពូសដែកយើងស្លដាក់គ្រឿងទាំងនឹងមុនដើម្បីឲ្យវាស្អិនដោយសារវាអត់ឆ្អិនយើងហូបតែនឹងឈឺពោះអញ្ចឹងយើងត្រូវទៅស្លគ្រឿងនឹងឲ្យស្អិនមុនគេឡាយឆៃថាវស្បែកជ្រូកចាប់ដើមស្អិនយើងចាប់ដើមដាក់ស្ពៃចូលបងប្អូនសម្លឆាប់ឆាយស្អិនហើយបងប្អូនយើងរោយជីអាណានិងស្លឹកខ្ទឹមមកគឺរួចជាការស្រេច